សម្រាប់វីដេអូមុនគឺខ្ញុំបានបង្ហាញអំពីអន្ទាក់ជៀសបងប្អូនអរគ្នាចឹងហើយគឺសម្រាប់ថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូដើម្បីដាក់សត្វជៀសឲ្យបងប្អូនបានទស្សនាវិញម្ដងតើសត្វជៀសគេដាក់តាមរបៀបណាហើយរុនជៀសរបៀបម៉េចចឹងហើយគឺមានបងប្អូនខ្លះគឺគាត់បានដឹងបានស្គាល់សត្វជៀសហើយបងប្អូនដែលគាត់មិនបានដឹងមិនបានស្គាល់គឺបងប្អូនចាំទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាព្រោះថាវីដេអូនេះផងដែរគឺខ្ញុំបញ្ជាក់ឬក៏បង្រៀនបងប្អូនឲ្យបានដឹងបានស្គាល់អញ្ចឹងបងប្អូនអរគ្នាហើយមកកាន់វីដេអូខ្ញុំទាំងអស់គ្នាផងដែរបាទសួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំធ្វើដំណើរដើម្បីទៅរុនជៀសបងប្អូនគ្នាបងប្អូនខ្លះគឺគាត់អត់ដែលស្គាល់សត្វជៀសឬក៏អត់ដែលស្គាល់រុនជៀសទេតើរុនជៀសហ្នឹងវាដូចរុនកែបរុនអីអត់ចឹងបងប្អូនគ្នាឬក៏ដូចរុនចង្រិតរុនអីអត់ចឹងចឹងហើយនៅក្នុងវីដេអូនេះបងប្អូនចាំទស្សនាជាមួយខ្ញុំទាំងអស់គ្នាតើរុនជៀសមានរូងបែបម៉េចហើយយើងដាក់អន្ទាក់ជៀសបែបម៉េចចឹងហើយបងប្អូនចាំទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផងដែរព្រោះថាអន្ទាក់ជៀសគឺយើងមានអន្ទាក់ជៀសយើងគឺយើងស្រួលមែនតើយើងមិនបាច់ហត់ជីកដីឬក៏យើងខត់ដេញចាប់ជៀសដេញអីចឹងបងប្អូនគ្នាចឹងហើយគឺរុនជៀសពេលព្រឹកគឺវាបិទរូងបិទអីចឹងបងប្អូនគ្នាដោយសារថាពេលព្រឹកគឺមេតិចគឺវាអត់ចេញក្រៅដើរទៅក្រៅដើរអីរកចំណីអីស៊ីទេបងប្អូនគ្នាគឺមេតិចគឺវាអត់ចេញទេសត្វជៀសនេះមួយគឺខុសគេដល់លុះត្រាតាថ្ងៃក្តៅខ្លាំងហើយហប់បងប្អូនគ្នាគឺអត់សូវមានខ្យល់គឺសត្វជៀសគឺចេញលឿនមែនតែម្ដងហើយនេះដែរគឺជាអន្ទាក់ជៀសខ្ញុំបងប្អូនគ្នាបន្ទាប់ពីយើងឃើញរូងហើយយើងក៏ចាប់ផ្ដើមដំឡើងអន្ទាក់យើងដើម្បីដាក់នៅក្នុងរុនជៀសផងដែរបងប្អូនគ្នាចឹងហើយគឺវាអត់មានអីពិបាកទេសម្រាប់ដែលបងប្អូនដែលគាត់ចេះដាក់ឬក៏បងប្អូនដែលគាត់ចេះធ្វើអញ្ចឹងចឹងហើយគឺវាអត់មានអីពិបាកទេហើយក៏វាងាយស្រួលផងដែរហើយបើសិនជាបងប្អូនដែលគាត់អត់ចេះធ្វើអន្ទាក់ចឹងហើយបងប្អូនអាច comment បានខ្ញុំនឹងចេញវីដេអូដើម្បីបង្ហាញអំពីការធ្វើអន្ទាក់ជៀសនេះផងដែរព្រោះថាយើងមានអន្ទាក់ជៀសនេះគឺយើងស្រួលមែនតើដូចខ្ញុំនិយាយពីក្បាលវីដេអូអញ្ចឹងបងប្អូនគ្នាគឺយើងមិនបាច់ហត់ជីកដីមិនបាច់ហត់ដេញចាប់សត្វជៀសទេយើងដាក់តែមាត់រូងហើយខ្ទង់តាកន្លះម៉ោងឬក៏5-10នាទីទៅ20នាទីអញ្ចឹងគឺយើងមកមើលម្ដងទៅបងប្អូនគ្នាហើយនេះដែរគឺជារុំសាច់ជៀសគឺធំមែនតែនតែម្ដងបងប្អូនគ្នាគឺយើងដាក់គឺសត្វជៀសគឺជាសត្វមួយប្រភេទដែលវាចូលចិត្តនៅដីខ្សាច់បងប្អូនគ្នាហើយរុនសត្វជៀសនេះដែរគឺវារុនដូចចង្រិតចឹងបងប្អូនគ្នាបើសិនជាបងប្អូនចង់ដឹងចង់ស្គាល់ខ្ញុំនឹងប្រាប់នៅក្នុងវីដេអូនេះរុនចង្រិតគឺវាបិទរូងហើយរូងវារាងទូចបងប្អូនគ្នាហើយសម្រាប់រុនជៀសក៏វាមានទូចមានធំដែរហើយបើសិនជាបងប្អូនចង់ដឹងថារុនជៀសនៅមិននៅបងប្អូនអាចមើលនៅតាមមាត់រូងបានឬក៏នៅតាមដីខ្សាច់អញ្ចឹងណាគឺវាមានស្នាមជើងឬក៏កតុយអញ្ចឹងបងប្អូនគ្នាអញ្ចឹងហើយបើសិនជាវាមានស្នាមដូចតែខ្ញុំនិយាយអញ្ចឹងរៀបរាប់ប្រាប់បងប្អូនហើយបងប្អូនដាក់ទៅគឺដល់តែជាប់ហើយសត្វជៀសអញ្ចឹងហើយបន្ទាប់ពីយើងដាក់រួចរាល់ហើយយើងក៏ចាប់ធ្វើដំណើរទៅកន្លែងសម្រាកវិញផងដែរបងប្អូនគ្នាដោយសារតែយើងអត់ចាំទេដោយសារតែមេឃវាក្តៅផងអីផងអញ្ចឹងគឺវារៀងយូរបន្តិចឯងបងប្អូនគ្នាបន្ទាប់ពីយើងរងចាំវាបានមកសន្ទុះយើងក៏ចាប់ផ្ដើមដើម្បីមករកសត្វជៀសវិញផងដែរបងប្អូនគ្នាព្រោះថាយើងសម្រាប់នេះវារៀងយូរដែរហើយចឹងហើយក៏យើងចាប់ផ្ដើមមកធ្វើដំណើរដើម្បីមករកសត្វជៀសផងដែរបងប្អូនគ្នាហើយឥឡូវនេះផងដែរគឺសត្វជៀសគឺជាប់មួយហើយគឺខ្ញុំរៀងមកយូរទីបងប្អូនគ្នាចឹងហើយគឺថ្ងៃក្តៅណាមួយវារឹតកទៀតចឹងហើយបណ្ដាលឲ្យសត្វជៀសគឺវាងាប់តែម្ដងហើយសម្រាប់វីដេអូនេះបើសិនជាបងប្អូនអត់ចេះធ្វើអន្ទាក់ជៀសទេបងប្អូនអាច comment បានគឺខ្ញុំនឹងធ្វើវីដេអូដើម្បីចែកជូនបងប្អូនបានចេះនៅក្នុងវីដេអូនេះផងដែរព្រោះថាវាងាយស្រួលយើងមិនហត់ជីកដីអញ្ចឹងបងប្អូននេះហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេ